លោកបាត់ទាំងឡៃพวก9ឆ្នាំត្រូវបានគិតមកឆក់យកជីវិតរបស់គាត់ហើយយើងបានឲ្យគាត់ជាអ្នកវិទ្យាអ្នកស្រាវជ្រាវហើយគាត់បានដល់ចំណេះដឹងជាច្រើនដល់យុវជនក្នុងការធ្វើម៉េចដើម្បីចូលរួមការពារជាតិរបស់យើងប៉ុន្តែអ្វីដែលយើងសោកស្ដាយអស់រយៈពេល9ឆ្នាំកន្លងផុតទៅហើយនៅឡើយឃាតករពិតនិងអ្នកនៅក្រៅខ្នងឃាតករមិនបានយកមកបង់ទោសទៅតាមផ្លូវច្បាប់ហើយក៏មិនបានដល់នៅយុទ្ធធរដល់រូបលោកទាំងឡៃក៏ដូចជាសាច់ញាតិទុកឲ្យឃាតករនិងអ្នកនៅក្រៅខ្នងឃាតករមានសេរីភាពរហូតដល់ពេលបច្ចុប្បន្ននេះក្នុងនាមរូបខ្ញុំក៏ដូចជាក្នុងនាមគណៈបកកម្លាំងជាតិសូមឲ្យរាជរដ្ឋាភិបាលត្រូវពន្លឿនបើពន្លឿនវែកមុខរកគិតកោបិតនិងអ្នកនៅក្រៅខ្នងគិតកោយកមកផ្ដន់ទោសទៅតាមផ្លូវច្បាប់ដើម្បីដល់យុត្តិធម៌ឲ្យលោកបណ្ឌិតទាំងឡៃក៏ដូចជាសាច់ញាតិមិត្តភ័ក្តិក៏ដូចប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេល9ឆ្នាំកន្លងទៅហើយអ្វីយើងក្នុងនាមជាប្រជាពលរដ្ឋក៏ដូចជាក្នុងនាមគណៈបកកម្លាំងជាតិយើងមិនចង់ឃើញអំពើនិបត្តិភាពបន្តកើតមាននៅលើទឹកដីកម្ពុជាយើងបន្តទៅទៀតទេត្រូវបញ្ចប់នៅអំពើនិបត្តិភាពក៏ត្រូវបញ្ចប់នៅរាល់អំពើឃាតកម្មមកលើអ្នកវិទ្យាក៏ដូចជាមេសកលអ្នកនយោបាយត្រូវបញ្ចប់ពីពេលនេះទៅអ្វីដើម្បីឲ្យខ្មែរយើងខ្លាំងតតាំងជាមួយបរទេសឈ្លានពានមានតែខ្មែរសាមគ្គីឯកភាពសាសសាជាតិនោះទេទើបខ្មែរយើងខ្លាំងដែលប្រទេសជិតខាងមិនហ៊ានមើលស្រាលមកលើកម្ពុជាបើសិនជាយើងនៅតែបន្តការបែកបាក់បន្តទៅទៀតពេលហ្នឹងយើងមិនរកការផ្សះផ្សាជាតិបានពេលហ្នឹងខ្មែរយើងមិនអាចខ្លាំងទៅបានទេដូច្នេះត្រូវតែរួបរวมផ្សះផ្សាជាតិឯកភាពជាតិទើបខ្មែរយើងខ្លាំងហើយក៏សូមបញ្ចប់នៅរាល់ទម្រង់ការបាញ់សម្លាប់ការចាប់ចងហើយក៏ខ្ញុំយកវេទិកាពួបលោកបណ្ឌិតកំឡៃ9ឆ្នាំអំពាវនាវឲ្យមានការដោះលែងអ្នកនយោបាយសកម្មជននយោបាយសកម្មជនសង្គមជាពិសេសបងប្អូនយុវជនមេត្តាធម្មជាតិបងប្អូនយុវជន$23ត្រូវដោះលែងឲ្យពួកគាត់មានសេរីភាពឡើងវិញពីព្រោះវិញ្ញាណក្ខន្ធលោកបណ្ឌិតកំឡៃក៏គាត់នៅតែតាមឆ្លួមើលថាតើពេលណានឹងមានការដោះលែងអ្នកនយោបាយសកម្មជននយោបាយមេសាជីពនិងយុវជនដែលកំពុងតែជាប់ឃុំយ៉ាងអយុត្តិធម៌ហើយបើយើងមានការដោះលែងក្នុងពេលឆាប់ទី1មានន័យថាយើងបង្ហាញអំពីខ្មែរមានការឯកភាពផ្ទៃក្នុងខ្មែរមានការផ្សះផ្សាជាតិទី2បង្ហាញថាកម្ពុជាយើងបានស្ដារឡើងវិញនៅការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យពេលហ្នឹង
យើងនឹងទទួលបាននឹងមានការបញ្ចុះនៅគុណបដិការឥឡូវនេះអាមេរិកបញ្ចុះត្រឹមតែ36%នេះយើងមើលឃើញថានៅតែខ្ពស់ហើយកម្ពុជាយើងប្រឈមទៅនឹងការបាត់បង់អ្នកវិនិយោគក៏ដូចជាការបញ្ជាទិញប៉ុន្តែបើសិនក្នុងរយៈពេលនេះរហូតដល់ថ្ងៃ1សីហាយើងនៅមានឱកាសច្រើនតែបើយើងមានការដោះលែងពេលហ្នឹងខ្ញុំសង្ឃឹមថានឹងអាចចុះស្មើទៅនឹងប្រទេសវៀតណាមអាច20%បើ20%យើងអាចមានលទ្ធភាពមានឱកាសពុតប្រជែងជាមួយបណ្ដាប្រទេសជិតខាងប៉ុន្តែបើសិនជាយើងមិនកែលម្អអំពីការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេពេលហ្នឹងវានឹងមិនអាចទទួលបានទេដូច្នេះខ្ញុំគ្រាន់តែធ្វើការចំណាប់អារម្មណ៍ប៉ុណ្ណឹងហើយសូមអរគុណទាំងអស់គ្នាបាទសារព័ត៌មានជាតិអន្តរជាតិក៏ដូចជាបងប្អូនជនរួមជាតិដែលបានមកដាក់គោរពនៅវិញ្ញាណក្ខន្ធខួប9ឆ្នាំរបស់លោកបណ្ឌិតសម្លេងបាទអរគុណច្រើន